សម្ដែងនៅប្រធរទេសនាខ្ញុំប្រកាសណាសូមប្រាថ្នាចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងសូមគោរពដល់ម្ចាស់ដើមទានប្រធានដើមបុណ្យព្រមទាំងពុទ្ធបរិស័ទទាំងអស់ជាទីគោរពផងដែរសាអានក្រងប៉ុនបង
បូរមីខែផលគុណឆ្នាំឆ្លូវឯកស័កពុទ្ធសករាជ2553ត្រូវនឹងថ្ងៃទី28ខែកុម្ភៈឆ្នាំ2010ដែលជាថ្ងៃមួយប្រកបដោយមហានក្ខត្តរឧត្តមឧត្តមខ្ពង់ខ្ពស់ជាទីបំផុតដែលផ្ដើមចេញពីភាសាទៈសទ្ធាជ្រះថ្លាដ៏មុតមមរបស់ម្ចាស់ដើមទានប្រធានដើមបនមានអ្នកស្រីសេងមនរស់នៅសហរដ្ឋអាមេរិកនៅក្នុងកម្មវិធីបន់នេះផងដែរអ្នកស្រីសេងមនលោកសេងគួនអ្នកស្រីញ៉ែមណែមដែលជាតំណាងនៃសប្បុរសជននៅសហរដ្ឋអាមេរិកក្នុងការដឹកនាំកសាងព្រះវិហារវត្តពោធិជារាមស្រុកមោងឫស្សីខេត្តបាត់ដំបងបានរៀបចំឲ្យមានការសម្ដែងព្រះធម៌ទេសនានេះឡើងដោយកាលពីវេលាព្រឹកឬក៏ថ្ងៃត្រង់បានរៀបចំប្រគេនចង្ហាន់ព្រះសង្ឃគឺបានធ្វើនៅបាញ់ឆៅប្រគេនចំពោះព្រះសង្ឃហើយវេលារសៀលនេះក៏បានអរតនានិមន្តអង្គខ្ញុំកណាអាត្មាភាពទាំងពីរអង្គសម្ដែងថ្លែងនៅពធទេសនាមុននឹងសម្ដែងថ្លែងនៅពធទេសនាអង្គខ្ញុំកណាអាត្មាភាពទាំងពីរអង្គសូមក្រាបនមស្ការចំពោះបថេរានុថេរៈគ្រប់ព្រះអង្គដែលមានវត្តមាននៅក្នុងទីវត្តពោធិជារាមនេះនិងសូមចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់ដែលបានចូលរួមចំណែកស្ដាប់ព្រះធម៌ទេសនាក្នុងវេលាគ្រានេះសូមប្រគេននិងចម្រើនពរ4ប្រការគឺអាយុសូមឲ្យមានជន្មាយុវែងជាងរយព្រះវស្សាវណ្ណៈមានពណ៌សម្បុរស្រស់បោះស្អាតផូរផង់សមរម្យល្អសុខៈសុខកាយសប្បាយចិត្តពលៈសូមឲ្យមានកម្លាំងកាយខ្លាំងមាំមួនកម្លាំងសទ្ធាជ្រះថ្លាកម្លាំងបញ្ញាឆ្លាតឆ្លៀសវៃបណ្ដាពុទ្ធពរទាំងឡាយ4ប្រការនេះវត្តហន្តោចូលចម្រុងចម្រើនកើតមានដល់ប្រគុណម្ចាស់គ្រប់អង្គឲ្យបានសពកាលសពវេលាកើតមានញាតិញោមជាពុទ្ធបរិស័ទទាំងអស់ឲ្យបានសពតន្តិវិរិត្រីត្បិតនៅក្នុងវរោសម័យថ្ងៃនេះអង្គខ្ញុំកណាអាត្មាភាពទាំងពីរអង្គមានតួនាទីភរៈភ្នាក់ងារជាអ្នកសម្ដែងពធទេសនាក៏ប៉ុន្តែមុននឹងសម្ដែងក៏សូមខន្តីអភ័យទោសអំពីសំណាក់ញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីក្រែងលោសម្ដែងទៅមានបើជ្រុលជ្រោះហួសបត់ខ្វះបាតមិនស្អាតសេចក្តីបល័យភាសាអក្ខរាវិរុទ្ធត្រង់ចំណុចណានីមួយមិនសមរម្យតាំងនោខមថៈក៏សូមប្រគុណម្ចាស់គ្រប់អង្គញោមញាតពុទ្ធបរិស័ទគ្រប់រូបមេត្តាខន្តីអភ័យទោសសន្តោសប្រោះប្រាននឹងបានសម្ដែងទៅតាមមតិធម្មវោហាបញ្ញាស្មារតីចេះចាំតិចតួចស្ដួចស្ដើងពុំមានចេតនារម្មណ៍ពលខ្លែងបន្លំឬក៏ពលមូលបង្កាច់ពុទ្ធអាវាទពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធឡើយសូមប្រគេនពរចម្រើនពរនិងជូនពរណាមោតស្សៈភិក្ខវតោរហតោសម្មាសម្ពុទ្ធស្សៈណាមោតស្សៈភិក្ខវតោរហតោសម្មាសម្ពុទ្ធស្សៈណាមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោអោមាស្យារថសៈរតនតយសៈសាធុកាំងសូមលើកហាត់ថាប្រណម្យបង្គំគោរពរំលឹកនឹកសរសើរគុណព្រះភគវន្តមានបុណ្យអរហន្តមនីសម្មាសម្ពុទ្ធជាបរមគ្រូព្រមទាំងព្រះធម៌របស់ព្រះអង្គនិងព្រះអរិយសង្ឃដោយសេចក្តីគោរពដ៏សង្ខេបបែបខ្លីតែប៉ុណ្ណេះ